3កើតខែមិញសរសេរឆ្នាំជូតអត្តស័កពុទ្ធសករាជ2540ត្រូវនៅថ្ងៃទី13ខែធ្នូគ្រិស្តសករាជ1996នៅក្នុងពេលល្ងាចនេះយើងនឹងបានស្ដាប់នៅកាលវិភាគនៃការសិក្សាទាំង3ថ្នាក់ការសិក្សាវិបស្សនាមាន3ថ្នាក់ទី1ថ្នាក់បឋមវិបស្សនាទី2ថ្នាក់មធ្យមវិបស្សនាទី3ថ្នាក់ឧត្តមវិបស្សនាថ្នាក់បឋមថ្នាក់ដំបូងអ្នកសិក្សាថ្មីតើសិក្សាធម៌អ្វីខ្លះធម៌នឹងហៅបឋមវិបស្សនានឹងចំណេះដំបូងដៃទី2ថ្នាក់មធ្យមគឺថ្នាក់កណ្ដាលមានកម្រិតចេះដឹងច្រើនជាងថ្នាក់បឋមនឹងហៅថ្នាក់មធ្យមវិបស្សនាទី3ថ្នាក់ឧត្តមថ្នាក់ខ្ពស់ឧត្តមខ្ពស់ហើយខ្ពស់ផុតហើយហៅឧត្តមវិបស្សនាអាត្មាបានខ្ញុំកណាបានចែកសភៅកម្មវិធីសិក្សាដែរមិនបានទទួលទេសភៅហ្នឹងប្រហែលជា3ស្លឹកទេណាគោលកម្មវិធីសិក្សា3ស្លឹកតែដំបូងដៃបំផុតហើយនេះបឋមវិបស្សនាហ្នឹងតើត្រូវសិក្សាធម៌អីខ្លះនឹងចាំ10កម្មវិធីសិក្សាដោយខាងក្រោមនេះនឹងថ្នាក់បឋមហើយមួយធំត្រៃសនគមសម្រេចដោយសទ្ធា2ធំសិល5 8សិល10របស់ឧបាសកបាសិកានិងកម្មបត្តិ80និងសិល10របស់សាមណេរសិល4របស់ភិក្ខុសម្រេចដោយចេតនាចេតសិកសង្វរៈអវេតកមៈ3ធំអានាបានសតិចោល4ត្រកូលនិងកម្មដ្ឋាន10មានពុទ្ធានុសតិជាដើមដែលមានអានុភាពឲ្យសម្រេចត្រឹមគុណធម៌គឺឧបចារឈាននិងឧបចារឈានដែលជាបព្វភិនៃអបណាក្នុងកម្មដ្ឋាន26មានវត្តវ័យកសិនជាដើម4ធំការពង្រឹងឧបេក្ខាចិត្តដោយវគ្គទាំង5ធំការកំណត់ដឹងនៅរូបបរមត្តនិងនាមបរមត្តតាមឆក្ខទ្វា6ចំពោះរូបនិងនាមចំពោះខ្លះមានសទ្ធតករូបជាធំ6ការកំណត់ដឹងនៅបច្ច័យនៃនាមនិងរូបប្រព្រឹត្តទៅតាមកាលទាំង3 7ធំការកំណត់ដឹងនៅត្រៃលក្ខ8ធំការលះបង់នៅវិបស្សនាបកិលេស10ដោយត្រៃលក្ខ9ធំការបាននៅអនុបស្សនា7មានអនិច្ចានុបស្សនាជាដើមនឹងមាន9មាត្រានឹងកម្មវិធីសិក្សាថ្នាក់បឋមក្នុងដំបូងយើងត្រូវសិក្សាទ្រឹស្ដីធម៌ប៉ុណ្ណឹងណាទ្រឹស្ដីដែលយើងត្រូវសិក្សាមានធម៌ប៉ុណ្ណឹងហើយនឹងការប្រតិបត្តិក៏ប្រតិបត្តិតាមនឹងទៅប៉ុន្តែវគ្គវិក្រិតការនឹងយើងរៀនទ្រឹស្ដីហើយផ្ទៀងផ្ទាត់នឹងការប្រតិបត្តិដែលមានចំណេះខ្លះពីមុនមកឬក៏បង្កើតនៅចំណេះថ្មីដែលយើងមិនទាន់បានមានសន្ទឹមនឹងរៀនទ្រឹស្ដីគឺការប្រតិបត្តិដូច្នេះយើងបានសិក្សាប្រមាណថ្ងៃមកហើយដែលពោលអំពីកិច្ចការសាសនាមួយចំនួនឥឡូវយើងចូលមកដល់គេហៅថាគោលធម៌
ចូលមកដល់ថ្នាក់ថ្ងៃនេះយើងសិក្សាបន្ថែមអំពីត្រៃសនគមត្រៃសនគមមួយធំទី1ចាំស្ដាប់ខ្ញុំកណាត់មកពីអានវត្ថុជាទីពឹងទីរលឹកមាន3យ៉ាងគឺព្រះពុទ្ធ1ព្រះធម៌1ព្រះសង្ឃ1លោកអ្នកប្រដៅពួកជនឲ្យប្រតិបត្តិល្អដោយកាយវិជ្ជាចិត្តតាមធម៌វិន័យហៅថាព្រះពុទ្ធ2ធម៌វិន័យពាក្យព្រានប្រដៅរបស់ព្រះពុទ្ធហៅថាព្រះធម៌3ពួកជនដែលបានស្ដាប់ពាក្យព្រានប្រដៅរបស់ព្រះពុទ្ធហើយបួសប្រតិបត្តិល្អតាមព្រះធម៌វិន័យហៅថាព្រះសង្ឃត្រៃសនគមសម្រេចដោយសទ្ធាសទ្ធាមានន័យថាការជឿឬជំនឿមាន4យ៉ាងគឺ1កម្មសទ្ធាការជឿគឺបានដល់អំពើល្អនិងអាក្រក់2វិបាកសទ្ធាការជឿផលនៃកម្ម3កម្មសកតាសទ្ធាការជឿថាអំពើដែលខ្លួនធ្វើហើយជាអំពើរបស់ខ្លួនឯងតែម្យ៉ាង4តថាគតពោធិសទ្ធាការជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគតសួរអីឥឡូវសូមមកចាំពីរឿងព្រះពុទ្ធបន្តិចព្រះពុទ្ធជាមនុស្សព្រះពុទ្ធមិនមែនជាទេវតាយល់ទេព្រះពុទ្ធមិនមែនជាទេវតាមិនមែនព្រហ្មមិនមែនអមនុស្សទេនេះដែលលោកពោលថាលោកអ្នកណាលោកអ្នកពាក្យលោកអ្នកមិនមែននាមធម៌ទេណាលោកអ្នកប្រដៅពួកជនឲ្យប្រព្រឹត្តល្អដោយកាយវិជ្ជាចិត្តតាមធម៌វិន័យហៅថាព្រះពុទ្ធណាអញ្ចឹងពាក្យលោកអ្នកនឹងជាប្រដៅតាមធម៌វិន័យសាធុជនទាំងឡាយនោះហៅថាព្រះពុទ្ធនៅព្រះពុទ្ធក្នុងទីនេះលោកចង់និយាយអំពីបុគ្គលគឺថាបរិសម្នាក់ដែលបានត្រាស់ដឹងនៅចក្រារិយសច្ចត្រាស់ដឹងសពគ្រប់គ្មានគ្រូណាដល់បរិសនោះគឺព្រះពុទ្ធលោកបានសម្ដែងធម៌អស់45ឆ្នាំព្រះពុទ្ធមិនមែនជាអតិទេពមួយដែលគេគ្រាន់តែមានឈ្មោះហៅថាព្រះពុទ្ធតែមិនដឹងជានៅណាមែនទេណាព្រះអង្គកាលពីមិនទាន់បានត្រាស់ជាពុទ្ធបិតារបស់ព្រះអង្គព្រាមអីព្រះបាទសរិសធុតនៈព្រះមេត្តាសរិមហាមជាព្រះអង្គនៅក្នុងនគរអីកបលវត្ថុដែនសកៈជាហៅកបលពោះដែនសកៈហើយព្រះអង្គកូនស្ដេចសក្យវុត្តព្រះអង្គមានមហេសីនេះពីដើមមានព្រះនាង7មានបុត្រទេមានវរិទ្ធបុត្ររាហុលព្រះអង្គមានប្រជជន16ឆ្នាំមាន5មហេសីកាលនៅជាពោធិសត្វដល់ប្រជជន29ចេញភ្នោះដល់បានត្រាស់ដឹងប្រជជន35នេះដែលមាននាមថាព្រះពុទ្ធនោះគឺព្រមត្រាស់ដឹងហ្នឹងព្រមត្រាស់ដឹងហ្នឹងណាដែលមាននាមថាព្រះពុទ្ធគឺព្រមថ្ងៃដែលព្រះអង្គត្រាស់ដឹងចាប់ពីព្រះអង្គត្រាស់ដឹងមកគឺព្រះអង្គជាព្រះពុទ្ធមាននាមថាសំណាក់គោដមណាសំណាក់គោដមបានន័យថាលោកត្រាស់ដឹងធម៌ដោយព្រះអង្គឯងហើយ
បានទៅប្រដៅជនរតីអស់45ឆ្នាំប្រងព្រះនិព្វាននៅពេលប្រជជនគម្រប់80ឆ្នាំហ្នឹងប្រពុតណាយល់ទេចាតិចប្រាប់ថាប្រពុតនោះអត់ទីអាម៉េចអត់ទេហើយដល់អំពីព្រះអង្គអស់អំពីព្រះអង្គទៅមានតំណាងព្រះបដិមាកណាគេកសាងព្រះបដិមាកព្រះបដិមាកជារូបស្នងព្រះអង្គតែមិនមែនគ្រាន់តែជាសំណាកទេណាមិនថារូបស្នងព្រះពោធិព្រឹក្សដើមពោធិដែលព្រះអង្គត្រាស់ដឹងកន្លែងស្នងប្រចែកដីសម្រាប់បច្ចុប្បន្នធាតុប្រធាតនិងប្រធរវិន័យឃើញទេនឹងតំណាងនឹងគេហៅវត្ថុសានតំណាងគឺវត្ថុទាំង5នេះប្រាស់ដ៏មានវិភាគទ្រង់បានបដិស្ថានទុកដើម្បីជាបញ្ញខេតដល់សត្វទាំងឡាយអ្នកត្រូវការបន់ធ្វើសក្ការៈបូជានមស្ការប្រណិប័តដោយសពថ្ងៃហ្នឹងទាំង5ហ្នឹងជាសាងរបស់ព្រះពុទ្ធជាតំណាងហើយព្រះអង្គលោកព្រះនិព្វានបាត់រូបឆោមហើយតែនៅសល់នាមធម៌យល់ទេចឹងនេះនៅសល់នាមធម៌នៅសល់ធម៌វិន័យសំដីដែលព្រះអង្គពោលចេញទៅនៅទាំងអស់ប្រសូត 21000 បឋមខណ្ឌណាព្រះវិន័យ 21000 បឋមខណ្ឌព្រះអភិធម្ម 42000 បឋមខណ្ឌរួមទៅ 84000 បឋមខណ្ឌនេះធម្មវិន័យនឹងជាតំណាងព្រះពុទ្ធជាតំណាងព្រះពុទ្ធអញ្ចឹង5នឹងជាតំណាងយើងនមស្ការឲ្យទានឲ្យធូបនិងព្រះបដិមាកនិងព្រះពោធិសត្វនិងប្រចែកដីដែលគេធ្វើប្រតិស្ថានដើម្បីឧទ្ទិសចំពោះសាសនាឬក៏ស្រីរកធាតុនៃព្រះអង្គហើយនឹងបឋមខណ្ឌនេះនឹងតំណាងព្រះស្គាល់ព្រះពុទ្ធនៅស្គាល់នៅស្គាល់នៅនឹងស្គាល់នឹងនៃនេះណានៃនេះចង់និយាយថាអញ្ចឹងព្រះពុទ្ធនឹងមានរូបទាំងរូបធម៌ទាំងនាមធម៌ហ្នឹងព្រះពុទ្ធនៅក្នុងសម័យដែលព្រះអង្គបានត្រាស់ដឹងការត្រាស់ដឹងជានាមធម៌តែរាងកាយគឺជារូបធម៌អញ្ចឹងមានរូបធម៌ផងមាននាមធម៌ផងណាតែបានទេអញ្ចឹងនេះទាំងរូបទាំងនាមនេះដែលបានត្រាស់ដឹងនៅធម៌ហ្នឹងហៅថាព្រះពុទ្ធអញ្ចឹងព្រះពុទ្ធមិនមែនខ្មោចទេមិនបីសាច់មិនយៈទេគឺជាមនុស្សប៉ុន្តែមនុស្សឯកមនុស្សឆ្នើមខុសអំពីមនុស្សធម្មតាត្រាស់ដឹងនៅធម៌បានគេហៅថាព្រះពុទ្ធព្រះអង្គមាននាមប្រមាណនាមតាមផ្លូវចិត្តដែលជានាមធម៌10ដល់បានទេអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសត្យមសារថេសត្ថាទេវមនុស្សនំពុទ្ធោភគវីនេះចេះហេខហ្នឹងចេះហេហើយអត់ចេះទេមាននេះអត់ចេះទេនេះអត់ចេះមកពីអត់ចាំអត់រៀនទិញមកអត់ចេះហើយពនាម10ហ្នឹងយើងប្រែមើលអរហង្គព្រះអង្គឆ្ងាយចាកកិលេសទេនេះស្ដីក្នុងហើយលែងនិយាយពីរូបហើយកិលេសគ្មានក្នុងព្រះអង្គទេរាគៈទោសៈមោហៈមិនមានទេនេះបានយាមថាអរហង្គព្រោះអស់កិលេសអស់ទាំងប្រយោគទៀតណាកាយប្រយោគវចីប្រយោគកម្មច្ចកាយកម្មច្ចវាចាប្រកបកាយប្រកបវាចាដែលព្រះអង្គឆ្លុះសន្សំមកតាំងពីពធមជារហូតដល់ថ្ងៃបានត្រាស់ដំណើរចេះដំណើរចុះដល់ពេលបានត្រាស់ហ្នឹងគឺអស់ហ្មងអស់ប្រយោជន៍គឺព្រះអង្គមានជាពុទ្ធចរិយាដូចជាព្រះពុទ្ធអំពីបុរាណមិនដោយសាវកទេសាវកអង្គខ្លះជាប់កំណត់ស្វាច្រើនហ្នឹងនៅមកញាក់ខ្លះទេ
គឺថានៅជាប់ប្រយោគទេពុទ្ធអស់ហើយអស់ទាំងកលេសអស់ទាំងប្រយោគសម្មាសម្ពុទ្ធោត្រាស់ដឹងប្រពៃដោយព្រះអង្គឯងគ្មានសេះសល់ឃើញទេព្រះអង្គអត់មានគ្រូទេអត់មានអាចារ្យដឹកនាំព្រះអង្គទេពីដើមមានដែរវិស្វាមិត្រគ្រូផ្លូវលោកឧត្តករបស់អាឡារៈរបស់តែនោះមិនមែនធម៌ព្រះពុទ្ធទេណាមិនមែនធម៌ត្រាស់ដឹងណាមិនចតរារិយសច្ចណាអញ្ចឹងនៅពេលដែលព្រះអង្គត្រាស់ដឹងចតរារិយសច្ចគឺព្រះអង្គដូចអត់មានគ្រូហើយសួរតែព្រះអង្គត្រាស់ដឹងព្រះអង្គធ្វើសមាធិទេធ្វើទេយើងគិតតែប៉ុណ្ណេះចោះគិតថាយើងមើលតែប្រះបរិមាករៀបចំដំណើរហ្នឹងដឹងថាព្រះអង្គធ្វើសមាធិបាត់ទៅហើយព្រះអង្គគង់ក្រោមដើមពោធិព្រឹក្សលើរតនបល្ល័ង្កបល្ល័ង្កពេជ្រវិជារៈបល្ល័ង្កកាំងបល្ល័ង្កនឹងពេជ្រជាវិការៈនៃពេជ្រក្រោមដើមពោធិព្រឹក្សតម្កល់កាយត្រង់ឲ្យព្រះអង្គចម្រើននៅប្រះអានាបានសតិកម្មដ្ឋានបានត្រាស់ដឹងជាព្រះពុទ្ធបានចាញ់នៅមេរាជរាជសពគ្រប់ទាំងអស់គ្មានសេះសល់នេះអ្នកធ្វើអាណាបានពេកធ្វើថ្មីធ្វើបើកភ្នែកធ្វើថ្មីចាណាសមាធិថ្មីចាអញ្ចឹងព្រះពុទ្ធជាម្ចាស់លោកថ្មីណាមិនព្រះអង្គបើកទេលោកថ្មីលោកចម្រើនផងខ្យល់ទាំងអស់ហ្នឹងណានិយាយតាមណាដូចលោកនិយាយទៅតាមចម្រើនអញ្ចឹងហើយដល់ពេលចម្រើនទៅព្រះអង្គបានសម្រេចរហូតដល់បញ្ចមៈធានក៏ញ៉ាំនៅវិជា3ហៅពពេនិវាសានុស្តិវិជាចុតោវបតវិជាអាសវខយវិជាណាអង្គបានវិជា3ពពេនិវាសានុស្តិវិជាបានន័យថាព្រះអង្គអាចរលឹកឃើញមានប្រាជ្ញាមានស្មារតីរលឹកឃើញនៅខណ្ឌបញ្ចកៈដែលអាស្រ័យហើយក្នុងកាលមុនអតីតជាតិរាប់កាប់ជាតិមុនព្រះអង្គកើតជាអីមាននាមថាម៉េចមានរបររកស៊ីថាម៉េចមានសតិកម្មមានបជនមានធ្វើបុណ្យមានធ្វើបាបជាតិមុនមកមានមហេសីឬក៏កើតជាស្អីកើតជានរុអីកើតជាស្អីទេវតាអីព្រមព្រះអង្គលោកដឹងទាំងអស់4ម៉ោងតតធម្មទៀតទី2ចុតោបបតវិជាព្រះអង្គមានប្រាជ្ញាបានឃើញចុតេបរិសន្ធិសត្វស្លាប់នឹងកើតដោយកុសលអកុសលនៅក្នុងភព3យើងគឺថាក្រៅអំពីខ្លួនព្រះអង្គទៅព្រះអង្គលោកឃើញទាំងអស់ក្នុងចក្រវាឡអាណាមកពីណាមកកើតនេះឲ្យស្លាប់ទៅកើតឯណាព្រះអង្គទាំងអស់អាសវខយវិជាដល់ពេលចុងក្រោយយើងហាងចុងលោកបានត្រាស់ដឹងលោកកតរៈធរផលជាទាអស់ទៅនៃអាសវៈឃើញនៅចក្រារិយសច្ចនេះឯងមាននាមថាវិជាចរណៈសម្បណ្ណោយល់ទេចានេះលោកបរិបូរដោយវិជានិងចរណៈការប្រព្រឹត្តណាបងមាននាមអញ្ចឹងណាបងមាននាមអញ្ចឹងដោយអំណាចគុណធម៌ឲ្យឈ្មោះអស់សុខតោដំណើរល្អទៅកាន់សិនភាពមិនមានដូចថាព្រះអង្គលោកមុនតាណាក៏វិចិត្រសុខសប្បាយចិត្តស្រួលកាលពីព្រះអង្គទៅរិទ្ធភាពទៅវារលកអង្គមមានរឿងរ៉ាវទេទៅតាណាក៏សុខតោដែររហូតដល់ធ្វើដំណើរទៅកាន់សិនភាពស្រួលមកទៅលោកចវិទូត្រាស់ដឹងនៅត្រៃលោកសង្ខារលោកសត្វលោកឱកាសលោកលោកឃើញទាំងអស់នេះដែលឱកាសលោកមួយគឺថាទេវតានៅតាណានរុនៅតាណាប្រេតនៅតាណាអសុរកាយនៅតាណាដេរិឆាននៅតាណាភពទាំងអស់ក្នុងភពទាំងអស់ក្រៅចក្រវាឡក្នុងចក្រវាឡក្រៅព្រះអង្គលោកដឹងទាំងអស់លោកឃើញទាំងអស់មានសល់ច្រឡំលោកមាននាមអញ្ចឹងមានទៅតាមចំណេះមានទៅតាមចំណេះរហូតដល់ភគវីព្រះអង្គជាចោលនៅភពហ្នឹងយើងចេះប្រែអស់ហើយណានេះគ្រាន់តែចូលឲ្យបានដឹងបានដឹងទៅឃើញថានាម10កើតឡើងក្នុងសម័យដែលព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណអនុត្តរសម្មាសម្ពោធិ
ប្រាជ្ញាដែលត្រាស់ដឹងប្រពៃអត់មានគុណជាតិដទៃណាឧត្តមប្រសើរជាងអត់មានគេថាព្រះអង្គលើសគេហ្មងព្រះអង្គលើសគេនឹងមានដណ្ដប់នឹងកើតនៅក្នុងសម័យរបស់អង្គបានត្រាស់ដឹងតែហ្នឹងប្រពុតយល់ហ្នឹងគាត់នៅអញ្ចឹងប្រពុតមានទាំងនាមធម៌ទាំងរូបធម៌អញ្ចឹងព្រះអង្គមានរូបថោមដោយលោកយាយលោកតាអញ្ចឹងយើងបើសិនជាបានកើតជួបប្រពុតមិននឹងជាសបាយប៉ុណ្ណាទេមែនទេអញ្ចឹងឯងសបាយទេអាត្មាប្រហែលជាសបាយមែនទេសបាយបានជួបមែនពិតណាទាំងរូបថោមឥឡូវហ្នឹងយើងកើតជួបបានត្រឹមតែប្រខណាបានជួបសាសនាទេសបាយប៉ុណ្ណឹងទៅហើយចុះទំមបានជួបពុទ្ធផងហ្មងយល់ទៅជាវគ្គកលិទៅវិញក៏មិនដឹងគឺថាការបានកើតជួបប្រពុតនឹងមិនងាយទេជាការក្រណាស់ជាការលំបាកណាស់យើងនៅសល់តែមួយអង្គទៀតទេគឺព្រះសិអាមេត្រីខំធំនេះទេណាបើទៅនៅពៀនទាន់ពេលហ្នឹងនេះចាំព្រះសិអាមេត្រីក៏បានដែរនៅមួយអង្គទៀតឃើញមួយកាលបានត្រាស់ចំណាំមើលទៅចំណាំថាបើមនុស្សអាយុដល់80000ឆ្នាំបានស្លាប់បានជួបហើយមនុស្សយើងអាយុដល់80000ឆ្នាំបានស្លាប់ដល់ហ្នឹងព្រះសិអាមេត្រីបានត្រាស់ហើយអញ្ចឹងសប្តាហ៍ថ្ងៃនេះកំពុងតែ80ទៅ80ទៅអញ្ចឹងអត់ទាន់បានជួបទេតើមនុស្សអាយុ80000ឆ្នាំបានជួបអញ្ចឹងខដែលនាំឲ្យជួបប្រពុតហ្នឹងគឺអីនេះខហ្នឹងយល់ទេណានេះនាំគ្នារៀននាំគ្នាសូត្រនាំគ្នាប្រតិបត្តិហ្នឹងហើយដែលនាំឲ្យជួបប្រពុតហ្នឹងហើយបើសិនជាជាតិនឹងការឡើងហើយអរវល់នឹងធរនឹងអាកាំងសិលធ្វើទានចម្រើនកម្មដ្ឋានអប់រំចិត្តនមស្ការអីទេមុខជាឆ្ងាយចាក់អំពីប្រពុតហើយឆ្ងាយតាំងពីបច្ចុប្បន្នទៅហើយលហើយมันអាចជួបព្រះសិអាមេត្រីបានងាយទេដូច្នេះយើងខំទៅអ្នកប្រពុតនៅមួយអង្គទៀតណាយើងបានជួបឥឡូវយើងជួបតែពធជួបធម្មវិន័យចំណែកប្រខណាប្រថនគឺពាក្យព្រានបដៅហ្នឹងហើយបានទេចឹងណាប្រថនលោកចែកជាពីរណាប្រែបឋមមួយប្រែថាពាក្យព្រានបដៅបឋមមួយប្រែថាស្រត្រង់សัตว์នេះធម្មៈមានន័យពីរពធប្រែថាពាក្យព្រានបដៅបានន័យថាពធដែលព្រះអង្គសម្ដែងចេញទៅមានវិន័យមានប្រសូតមានអបធម្មដោយខ្ញុំកណាស្មារតីបានប្រគិតមិនថា84000ធម្មខណ្ឌព្រួយមកមានតែ3ម៉ាត់ទេសពបាបាសាការណੰកុសលសោបសម្បទាសច្ចតបរិយតបណੰអេតាំងពុទ្ធជាសាសនា3ម៉ាត់ពុទ្ធសពបាបាសាការណੰបានន័យថាហាមមិនឲ្យធ្វើនៅអំពើបាបទាំងពួងកិរិយាមិនធ្វើនៅអំពើបាបទាំងពួងមួយនឹងវិន័យហើយ21000ធម្មខណ្ឌព្រួយមកមួយម៉ាត់ទី2កុសលសោបសម្បទាកិរិយាបំពេញកុសលដល់ព្រមស្មើនឹងពាក្យ21000ធម្មខណ្ឌប្រសូតសច្ចតបរិយោតបណੰកិរិយាញ៉ាំងចិត្តឲ្យស្អាតផូរផង់ស្មើនឹងពាក្យព្រានបដៅ42000បឋមខណ្ឌអញ្ចឹងសាសនានឹងបឋមនឹងមានច្រើនតែព្រួយមក3ម៉ាត់បានអញ្ចឹងnokរៀនទេទី1កុំធ្វើបាបអញ្ចឹងទេទី2ប្រឹងធ្វើបុណ្យទី3ត្រូវដកខាត់ចិត្តឲ្យស្អាតនឹងប្រធមប្រើតែពាក្យព្រានបដៅចាស់ប្រធមមួយទៀតប្រែថាត្រត្រង់នឹងត្រត្រង់សំដៅយកកុសលាកុសលហើយសំដៅយកកុសលធម៌ណាអត់យកទេអកុសលធម៌អត់យកតែកុសលធម៌ទេត្រត្រង់ស័ព្ទមិនឲ្យធ្លាក់ចុះទៅក្នុងទីទាបគឺនរកប្រេតអសុរកាយទេរឆាតហើយចុះមិនក៏លោកហៅអកុសលាធម៌មាកុសលាធម៌មាអព្យាកតាធម៌មានណាអព្យាកតាក៏ធម៌កុសលាក៏ធម៌អកុសលាក៏ធម៌
khóc kia cô sẽ là thô bà ông sầm đành khó cứ sầm đầy do ca liệt bỏng vừa đấy và ha tập bạc cách nè và ha tập bạc cách lúc sầm đấy đòi vô từ lưới ở dương liệt bỏng bàn hai tha và thò nè người ta đó cô sẽ là thò miết thò đây bậc cô có bay chầm ra cả mà vài chợ cả so rupa vài chợ cả so là rupa vài chợ cả so lúc con ra cô so nè thò tại trâu trông sát mình ao sẽ cho sự can thiệp tập toàn đấy tập toàn đấy chẳng tập ngày năng biên kho trong thôn nữ miền nữ ở đây nó trai sanh cung thì muối bậc phốt thì phi bậc thọ thì bảy pre sòngประสงค์บานในถ้าดอลูกที่ไหนเลยเนี่ยปรนบันล้อตามทอมแบบวินัยหายดำนวมคือไอ้หายตราดังคอจำปงนี่พระองค์นั่นสินะนี่เถอะนะประสงค์เถอะนะน้ำสัตย์ตายประสงค์ต่อนี่ลูกเยตามเธอบนเฉินนะน้ำไตรหนักกลมระบอบลูกเยลูกตาให้อับซ้อนนี่จังเฮ้ยทางประซองดินมีประซองที่ตีต้นเลยไอ้รวนไอ้ประซองเลยต้นตีต้นไอ้เอาไหนเรียนนี่เรียนนายเด็กนี่นะตอนยื่นวันนี้ไอ้บกุลใช่ไหมตีต้นประซองวันนี้ประซองวินในทำไมวินในปีนะอย่างนะกรมวินในทานเนี่ยสำหรับเนี่ยสำหรับวินในถากรมวินในปีเนี่ยสำหรับเนี่ยจีก็รำลึงในกิเลสเรียกแก่ตัวสมหะรวมเนี่ยปรนบัตจีก็รำลึงในเรียกแก่ตัวสมหะหนึ่งไอ้หายท้าเรียกสองกับตอนนี้จำลงเนี่ยปรนบัตในเสาสมาธิปัญญาต้องรวมกายวิจารจัดนึกนองสลบฟองยังเชียนในการเลี้ยงหายจำร้ายในปัสนานี่ไอ้หายท้าเปรียบสองเนี่ยนั่นน่ะประสองเรื่องนั้นได้ประทาคุลภูธาแต่ทาคุลมันเป็นหายประสองรัวหายแต่เงียบกันเลยเงียบกันเนาะเปิดจะเปิดต้องเจนchoอะไรเนี่ยดูสังได้ดูดักเตือนเอาประสองกันพอประสองเปรถากรมผู้ประสงค์สำรับเพื่อกรรมเนี่ยสำรับเพื่อกรรมมะฉันกรรมประสงค์เมียนปรามผู้จะโตบุญปัญจปรามเสียสะดอบวิสเตมาไพอัตเรกะวิสเตมาไพลานใส่ประสงค์เมียนปรามครบสำรับเพื่อกรรมนี่ประสงค์แปรถากรมแต่กรมสำหรับธุรกรรมแปรทาสำหรับในชิเสงวิ่งเนี่ยประสงค์บุญองธุรกรรมบานออกក្នុងศาสนานั่นเบียแรงใส่นะกะธนกรรมมวยเทิมเกิดอุปสรรคเตียกรรมอภินกรรมเพื่อมันเกิดคือไอ้บานออกตามแบบนี้อุปสรรคกรรมคือบานไหนปวารณากรรมพรามองมันเพื่อบานดอลประสองพรามองเพื่อกรรมบานตรงอ้อเวลาแต่อุปสรรคเตียกรรมหายอภินกรรมดอลประสองมีจำนวนดับอ้องถือบานตรงอ้อเวลาแต่อภินกรรมดอลประสองไฟอ้องถือกรรมบานตรงอ้อดอลเลือกฟิล์มไฟบานตรงอ้อดับบานนี่ยังนี่เดี๋ยวจึงบนลูกชั้นบนประซองประมาณน้องบุญออกนะหรือเคยยังเตออดตึกองปีสองน้องจำน้องบนอ่องบนตะมองก็ดำนางซองบอกเวซองกับเตียนให้เลือกเยอะแต่ใจในชั้นเท่นั้นประซองสำหรับตัวจำนี่ยังถือบนถือเตียนอยู่มือปองนั่งซองกับกรรมไม่
តែខ្លួនព្រះអង្គត្រូវមានធម៌3សិលសមាធិបញ្ញាតាមបានទេយ៉ាងនេះលោកសូត្រថាម៉េចប្រសងសូបដិបណ្ណោភគវតោសាវកសង្ឃោប្រសងជាសាវកនៃព្រះដ៏មានភាពលោកប្រនិបត្តិល្អហើយឲ្យជួបបរិបណ្ណោប្រមត្តត្រង់ហើយញាយៈបរិបណ្ណោប្រមត្តដើម្បីត្រាស់ដឹងនៅព្រះនិព្វានសាមីចេបរិបណ្ណោបនិបត្តិដល់សាមិជ្ជកម្មគួរដល់សមិជ្ជកម្មសិលសមាធិបញ្ញាឃើញទេនេះលោកប្រមត្តធម៌3ស្គាល់ប្រសងនៅស្គាល់ប្រពុតនៅស្គាល់ពធនៅស្គាល់ប្រសងនៅស្គាល់ហ៎ណ៎ខាងនេះចេះបាត់ហើយខាងនេះប្រឡងជាប់ហើយតែប៉ុណ្ណេះឥឡូវហ្នឹងត្រៃសនគមមានហើយនិយមពីយើងទៅដល់ឃើញទេយើងដល់វិញហ่ะយកពុទ្ធជាទីពឹងយកពធជាទីពឹងយកប្រសងជាទីពឹងដល់តន់ណាមិញយើងយកអំពីត្រៃណគមឥឡូវយើងទៅពឹងវិញយកឲ្យទៅពឹងយកការបូជាជាទីពឹងដល់តន់ណាយកការបូជាជាទីពឹងបូជាព្រះសម្ដែងមាន2អាមិសបូជានិងបតិបតិបូជានេះបូជាជាទីពឹងណាអាមិសបូជាសក្ការៈ